បាទសួស្តីថ្ងៃនេះលោកគ្រូសូមណែនាំពីLaTeX ដោយប្រើ Google Gemini ជាជំនួយដើម្បីងាយស្រួលក្នុងការសរសេរណាដំបូងយើងបើក Google ចឹងទៅក៏មកយើងទៅចុចកន្លែងចូលកន្លែងនេះមកខាងស្ដាំហើយយើងអូសមកក្រោមមកយើងចូលកន្លែង Gemini នេះមកអញ្ចឹងពេលដែលយើងចូលកន្លែងហ្នឹងយើងសួរសិតបើសិនជាគ្នាយើងមានកម្មវិធី LaTeX អាហ្នឹងអត់អីទេមានកម្មវិធី LaTeX តែបើគ្នាយើងអត់មានទេអញ្ចឹងយើងទៅសេថាយើងសួរជំនាយថារបៀបដំឡើងកម្មវិធី LaTeX យើងសេចឹងមកអញ្ចឹងយើងចុចសញ្ញាព្រួយឬក៏ submit ទៅអញ្ចឹងវានឹងបង្ហាញវានឹងបង្ហាញអញ្ចឹងវាបង្ហាញហើយជាភាសាខ្មែរយើងអានតាមទៅយើងធ្វើតាមទៅយើងនឹងទទួលបានលទ្ធផលដែលយើងចង់បានអញ្ចឹងមានពីរប្រភេទមានជំហានមាន Windows មាន Mac OS អញ្ចឹងសម្រាប់ពេញនិយមគឺគេប្រើ MakeTeX ហើយនឹង Text Studio ជាកម្មវិធីសរសេរអញ្ចឹងពេលដែលយើងសរសេរពេលយើងរៀនគឺប្រើកម្មវិធីពីរហ្នឹងបាទកម្មវិធីនឹង MakeTeX និង Text Studio របៀបដំឡើងចឹងយើងចូលចុចតាមហ្នឹងមកចុចតាមហ្នឹងទៅហើយយើង download ហើយដំឡើងដូចកម្មវិធីធម្មតាធ្វើដូចគេណែនាំចឹងតោះនេះហើយបើឆ្ងល់កន្លែងណាយើងសួរគេកន្លែងនេះទៀតទៅអត់អីទេកន្លែងហ្នឹងណាហើយតមកទៀតអាដំឡើង Text Studio នេះគឺយើងចុចតាមហ្នឹងមកបាទអត់ពិបាកទេណាប៉ុន្តែកន្លែង MakeTeX នេះរៀងយូរតិចពេលយើងដំឡើងទៅវារៀងយូរបាទអញ្ចឹងអាចហៅកន្លែងណាដែលមានអ៊ីនធឺណិតស្រួលបួលដំឡើងទៅវាស្រួលដែរណាអញ្ចឹងដំឡើងមកពីហ្នឹងទៅហើយដល់ពេលយើងសរសេរText Studio នេះបាទហ្នឹងសម្រាប់ Windows អូខេអញ្ចឹងអាកន្លែង Text Studio នេះពេលសរសេរវាមានលក្ខណៈងាយស្រួលនៅពេលយើងសរសេរកូដគណិតបាទសរសេរកូដគណិតពេលយើងអត់ចាំកូដ LaTeX ទេអញ្ចឹងយើងគ្រាន់តែចូលឧទាហរណ៍ថាឥឡូវគ្រូបើកមើលពេលយើងឆ្លើយមកចេញមកចឹងឧបមាថាយើងចង់សរសេរជាវិភាគបាទ break វិភាគអញ្ចឹងយើងអត់ចាំពាក្យទាំងអស់ហើយប៉ុន្តែដល់ពេលយើងចុចលើនឹងទៅយើងសរសេរតែត្រឹម FOA មកវាចេញមកយើង enter មកអញ្ចឹងអាលើនេះគឺភាគយកអាក្រោមនេះគឺភាគបាយអាបន្តភាគបាយទៅបាទប៉ុន្តែនៅក្នុងការសរសេរគណិតគេដាក់ដុល្លារសងខាឥឡូវយើងកុំអាននិយាយរឿងហ្នឹងយើងនិយាយរឿងតឡើងសិនតែលោកគ្នាយើងខ្លះអត់ទាន់មានណាអាហ្នឹងសម្រាប់ Windows អញ្ចឹងពីរហ្នឹងហើយសម្រាប់ Mac OS គ្រូប្រើតាមកម្មវិធីហ្នឹងបាទគ្រូប្រើ OS អញ្ចឹងយើងធ្វើដូចគ្នាគឺយើងទៅដំឡើង MakeTeX ទៅយើងចូលកន្លែងហ្នឹងមកនេះហើយទាញយកកញ្ចប់នេះបាទយូរដែរណាអូខេហើយតមកតម្លើង Text Studio បន្ថែមទៀតបាទមានន័យថាមានហ្នឹងហើយយើងតម្លើងអា Text Studio ដែរមកណាដើម្បីស្រួលទៅគ្រូមានអា MakeTeX ហើយប៉ុន្តែគ្រូតម្លើងតាមសរសេរតាមនេះបាទសរសេរតាមកម្មវិធីនេះគឺស្រួលណាស្រួលសរសេរហើយមួយទៀតបើសិនជាអត់ចង់ប្រើតាម Windows ឬក៏ Mac នោះទេគេធ្វើតាម AI គេធ្វើតាមគេហៅថា online ធ្វើតាម online គឺយើងចូលកន្លែងហ្នឹងមកហើយយើងសរសេរក្នុងនោះបាទគឺបែបហ្នឹងណាអញ្ចឹងយើងធ្វើតាមអ្វីដែលគេណែនាំទៅព្រោះជាភាសាខ្មែរហើយអានេះគេឧទាហរណ៍ទេអញ្ចឹងយើងកុំអានសំខាន់គឺយើងតម្លើងឲ្យបានសិនមកមានចម្ងល់អីយើងសួរកន្លែងចំណាយទៅមកទៀតមកឆ្ងល់អីយើងសួរនឹងទៅគឺចេញលទ្ធផលដែលយើងចង់បានហើយអានេះឡើយហ្នឹងអញ្ចឹងវីដេអូដំបូងគ្រូចង់បង្ហាញតែប៉ុណ្្នឹងសិនទេសំខាន់គឺតម្លើងឲ្យបានហើយតមកទៀតនឹងប្រាប់ពីរបៀបសរសេរហើយពេលខ្លះយើងសរសេរទៅខុសអញ្ចឹងយើងត្រូវសួរGoogle Gemini ទៀតថាតើយើងធ្វើធ្វើម៉េចចឹងបាទអញ្ចឹងពេលហ្នឹងគឺអត់ពិបាកទេហើយគ្រូជឿថានឹងអាចចេះតែព្យាយាមបាទព្យាយាមតិចដងយូរទៅយើងដឹងហើយពេលដែលរៀនថតវីដេអូក្រោយទៀតគ្រូនឹងលម្អិតចំណុចមួយឲ្យយើងយល់គ្រូមិនទៅច្បាស់អីទេប៉ុន្តែគាត់ថាអាចសរសេរបានអាចមើលយល់ថាគេចង់បានអីដាក់អីធ្វើម៉េចបែបណាចឹងបាទហើយណាមួយទៀតឥឡូវវាស្រួលដែរដោយសារតែ AI វាជាជំនួយច្រើនណា
và chân tới ấp thơ của bạn này xem mẹ nè đây là có chi diếm nè đây có chọn che chọn đó và chân sai chịu tạm này và chân video mình là phần này nè và chân một sân chia dương trồ là hái dương tỏ là hái dương ập toàn bán tỏ là cá chân dương ai xua ai comment xua trong video để phục hồi một thầy nữa này là tôi chơi đọc sai rồi và đã quân trời